ផ្នែកទី3មនុស្សមួយចំនួនមានជំងឺពិបាកចិត្តក្នុងការធ្វើការសម្រេចចិត្តនៅចំពោះមុខជំរើសច្រើនពេកក៏ធ្វើឲ្យគាត់ងាយនឹងបោះបង់ចោលនៅការសម្រេចចិត្តដែរបើសិនជាអ្នកបង្កើតជំរើសច្រើនពេកមិនត្រឹមតែមិនបានផ្ដល់ភាពងាយស្រួលដល់អ្នកជ្រើសរើសប៉ុណ្ណោះទេពេលខ្លះវាអាចក្លាយទៅជាសម្ពាធដល់គេទៅទៀតផងយល់ពីហេតុផលនេះហើយបើសិនជាអ្នកលក់គួរកុំផ្ដល់ជំរើសស្រដៀងគ្នាច្រើនពេកដល់អ្នកទិញហើយបើអ្នកជាអ្នកទិញវិញកុំគួរស្ទាក់ស្ទើរច្រើនពេកទៅលើជំរើសទាំងនោះដែរពេលខ្លះអ្នកអាចទៅសួរយោបល់អ្នកជំនាញតែម្ដងថាតើគួរជ្រើសរើសជំរើសណាដែលស័ក្តិសមសម្រាប់អ្នកនៅពេលដែលអ្នកធ្វើការសម្រេចចិត្តអ្វីដែលពិបាកពិចារណានោះមិនត្រឹមតែរើសមួយចោលមួយប៉ុណ្ណោះនោះទេតែអ្នកត្រូវគិតដល់ផលវិបាកដែលអាចកើតឡើងក្រោយពេលដែលអ្នកសម្រេចចិត្តខុសម្ដងទៀតមានន័យថាប្រសិនបើជាអ្នកកំពុងធ្វើការសម្រេចចិត្តរឿងអ្វីមួយហើយលទ្ធផលមិនមែនជាអ្វីដែលអ្នកចង់បាននោះអ្នកខាតទាំងពេលវេលាខាតទាំងថវិកានិងផ្លូវអារម្មណ៍របស់អ្នកទាំងនេះសុទ្ធតែជាដើមទុនដែលអ្នកត្រូវខាតបង់អ្នកលោកខ្លះដឹងពីតម្រូវការរបស់អ្នកហើយតែមិនបានផ្ដល់នូវជំរើសស័ក្តិសមជាងគេសម្រាប់អ្នកទេបែរជាផ្ដល់នូវជំរើសណាដែលគាត់ចំណេញច្រើនជាងគេទៅវិញឧទាហរណ៍ថាអ្នកលក់ធានារ៉ាប់រងម្នាក់ដឹងហើយថាអ្នកស័ក្តិសមជាមួយនឹងកញ្ចប់តូចតែបែរជាណែនាំឲ្យអ្នកជ្រើសរើសយកកញ្ចប់ធំប្រើគ្រប់មធ្យោបាយដើម្បីបញ្ចុះបញ្ចូលអ្នកឲ្យរើសជ្រើសដែលគេចង់ឲ្យអ្នករើសដូច្នេះអ្នកត្រូវប្រយ័ត្ននិងធ្វើការសម្រេចចិត្តឲ្យបានហ្មត់ចត់ពេលខ្លះដោយសារតែយើងចង់ចំណេញចង់បានថោកបែរជាធ្វើឲ្យយើងខាតបង់កាន់តែធំទៅវិញឧទាហរណ៍ថាដោយសារតែមិនចង់ចំណាយពេលវេលាចេញទៅក្រៅផ្ទះចង់ទិញទំនិញអនឡាញក៏ទិញប៉ះចំទំនិញคล้ายៗដោយសារតែចង់បានតម្លៃថោកទិញប៉ះរបស់គ្មានគុណភាពប្រើមិនកើតជាដើមដូច្នេះអ្វីដែលអ្នកត្រូវយកមកធ្វើការថ្លៃមិនមែនជាតម្លៃរបស់វត្ថុឬជំរើសមួយនេះតែម្យ៉ាងនោះទេគឺគុណតម្លៃរបស់វាចំពោះអ្នកទៅវិញនោះទេនៅពេលដែលមានជំរើសច្រើនពេកយើងចំណាយថាមពលច្រើននៅក្នុងការជ្រើសរើសនៅពេលដែលគេដាក់ជំរើសបាក់ធំឲ្យយើងជ្រើសរើសយើងមានភាពងាយស្រួលដែរតែពេលខ្លះខ្លាចអ្វីដែលគេណែនាំឲ្យយើងជ្រើសរើសនោះមិនស័ក្តិសមសម្រាប់យើងធ្វើឲ្យគេកេងចំណេញទៅលើយើងវិញអញ្ចឹងហើយគេបានបង្កើតជំរើសមួយទៀតដើម្បីឲ្យយើងជ្រើសតាមចិត្តហើយការដែលជ្រើសតាមចិត្តនេះពេលខ្លះយើងខ្លួនឯងក៏មិនទុកចិត្តខ្លួនឯងដែរខ្លាចយើងជ្រើសខុសហើយមិនត្រឹមតែខុសទេគឺត្រូវខាតពេលវេលាថវិកានិងធ្វើឲ្យអារម្មណ៍មិនល្អទៀតហើយបើតាមអ្វីដែលអ្នកនិពន្ធបានលើកឡើងការដែលតាក់តែងជំរើសឲ្យអ្នកជ្រើសរើសបែបនេះក៏មិនមែនជារឿងដែលល្អដល់ការអភិវឌ្ឍខ្លួនរបស់មនុស្សជាដែរហេតុអ្វីបានជាដូច្នេះយើងមកមើលឧទាហរណ៍មួយទៀតដែលយើងគ្រប់គ្នាឧស្សាហ៍ជួបប្រទះនៅក្នុងការរស់នៅជារៀងរាល់ថ្ងៃពេលនេះនៅពេលដែលអ្នកចង់ទៅកន្លែងណាមួយអ្នកដកទូរស័ព្ទមក search ក្នុង Google Map ហើយឲ្យវាបង្ហាញផ្លូវទៅដល់ថាផ្លូវណាជិតជាងគេផ្លូវណាមិនស្ទះផ្លូវដំបូងគេលឿនជាងគេដែល Google Map ណែនាំឲ្យយើងហើយហៅថាជំរើសបាក់ធំនោះឯងប្រកបណាអ្នកក៏អាចជ្រើសរើសយកផ្លូវផ្សេងពីនេះតាមចិត្តរបស់អ្នកបានដែរវាអាចទៅដល់ដូចគ្នាតែនៅពេលដែលយើងលេងប្រើ Google Map ពេលខ្លះយើងមិនដឹងថាត្រូវទៅផ្លូវណានោះទេពឹងពាក់លើវាយូរទៅធ្វើឲ្យយើងខ្លាចទៅជាមនុស្សគ្មានទិសដៅមិនសូវស្គាល់ផ្លូវស្គាល់តំបន់ទៅវិញនេះហើយគឺជាហេតុផលអវិជ្ជមានរបស់ជំរើសបាក់ធំដែលអ្នកនិពន្ធចង់លើកឡើងទទួលស្គាល់ថាឧទាហរណ៍និងបច្ចេកវិទ្យាដែលត្រូវបានគេបង្កើតឡើងគឺសម្រាប់សម្រួលដល់ការរស់នៅរបស់មនុស្សតែបើសិនជាយើងពាក់ព័ន្ធទៅលើវាទាំងស្រុងពេកធ្វើឲ្យយើងគ្មានឱកាសក្នុងការដោះខាត់សមត្ថភាពខ្លួនឯងទៅវិញជាក់ស្ដែងបើសិនជាអ្នកចង់បានចង់ចាប់ផ្ដើមវីដេអូទៅលើទីផ្សារភាពយន្តតែអ្នកមានចំណេះដឹងនិងទូលំទូលាយក្នុងការវីដេអូពីបម្រែបម្រួលទីផ្សារជឿតែទៅលើអ្នកជំនាញនោះអ្នកក៏មិនអាចមានឱកាសរៀនសូត្រពីវិស័យនេះផងដែរនៅក្នុងសម័យវិទ្យាវិទ្យាដែលព័ត៌មានមានភាពសម្បូរបែបលើសលប់គេត្រូវចម្រាញ់យកតែព័ត៌មានណាដែលអ្នកចង់ស្ដាប់
ចង់មើលប៉ុណ្ណោះជាស្ដាននៅក្នុង app បណ្ដាញសង្គមឬវេទិកាចែករំលែកវីដេអូខ្លីៗមួយចំនួនដូចជា Facebook និង TikTok ជាដើមគេព្យាយាមបញ្ជូនព័ត៌មានដែលគេគិតថាអ្នកអាចនឹងចូលចិត្តឲ្យអ្នកបានឃើញតែប៉ុណ្ណោះបែបនេះធ្វើឲ្យប្រភពក្នុងការទទួលយកព័ត៌មានរបស់អ្នកនៅមានកម្រិតនិងស្ទើរតែគ្មានឱកាសទទួលបាននៅព័ត៌មានថ្មីដែលអ្នកគួរដឹងឧទាហរណ៍ថ្មីនេះនៅក្នុង TikTok អ្នកចូលចិត្តមើលវីដេអូគេធ្វើម្ហូបអ្នកមើលវីដេអូបែបនេះដល់ចប់ឲ្យបេះដូងហើយ save ទុកមើលថ្ងៃក្រោយទៀតសកម្មភាពទាំងនឹងប្រាប់ TikTok ថាអ្នកចាប់អារម្មណ៍ខ្លាំងចំពោះវីដេអូបែបនេះនោះគេនឹងបញ្ជូនវីដេអូស្រដៀងគ្នានឹងមកឲ្យអ្នកមើលរហូតតែសម្រាប់ព័ត៌មានផ្សេងៗដូចជាសេដ្ឋកិច្ចនយោបាយដែលអ្នកតែងតែអូសរំលងវីដេអូប្រទេសនឹងអ្នកនឹងកម្រនឹងបានមានឱកាសបានឃើញវីដេអូបែបនេះទៀតណាស់ប្រយ័ត្នបន្តិចនៅពេលណាដែលអ្នកសម្រេចចិត្តជ្រើសរើសយកជម្រើសបឋមដែលគេណែនាំឲ្យអ្នកនោះមានន័យថាអ្នកបោះបង់សេរីភាពក្នុងការជ្រើសរើសទៅហើយអ្នកអនុញ្ញាតឲ្យគេជាឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នកពេលខ្លះវាមានផលល្អដោយសារតែអ្នកមិនចាំបាច់ចំណាយពេលយូរក្នុងការពិចារណាឬតាមអ្វីដែលគេដាក់ឲ្យទៅគឺបានហើយតែពេលខ្លះទៀតអ្នកលក់ឬក៏ម្ចាស់អាជីវកម្មកេងចំណេញទៅលើការតាក់តែងជំរើសនឹងដើម្បីឲ្យអ្នកចំណាយកាន់តែច្រើនតែប៉ុណ្ណោះខាងលើនេះគឺជាខ្លឹមសារសំខាន់ចុងក្រោយដែលប្រាប់យើងឲ្យចេះពិចារណាទៅលើដើមទុនក្នុងការជ្រើសរើសដែលដើមទុនទាំងនោះរួមបញ្ចូលទាំងពេលវេលាថវិកានិងធនធានយើងចំណាយទៅលើការជ្រើសរើសខុសលើពីនេះប្រសិនបើយើងជ្រើសរើសជម្រើសបឋមដែលគេតាក់តែងឲ្យយើងរើសដោយមិនបានពិចារណាល្អិតល្អន់នោះយើងក៏បាត់បង់ឱកាសក្នុងការរៀនសូត្រអភិវឌ្ឍខ្លួនដែរជាចុងក្រោយយើងមកសង្ខេបខ្លឹមសារសំខាន់ៗក្នុងសៀវភៅនេះឡើងវិញដំបូងយើងបានណែនាំពីជម្រើសបឋមនិងឥទ្ធិពលរបស់វាទៅលើការសម្រេចចិត្តរបស់យើងជម្រើសទី1ដែលគេបានតាក់តែងមកពិតជាឥទ្ធិពលដល់ការសម្រេចចិត្តនិងសកម្មភាពរបស់យើងពិតមែនការដែលផ្ដល់ឱកាសឲ្យខ្លួនឯងធ្វើការសម្រេចចិត្តផ្សេងពីជម្រើសបឋមទាមទារឲ្យយើងមានការយកចិត្តទុកដាក់ខ្ពស់និងថ្លឹងថ្លែងឲ្យបានត្រឹមត្រូវពីគុណតម្លៃរបស់ជម្រើសនីមួយៗចំពោះយើងដោយសារតែមនុស្សភាគច្រើនពិបាកក្នុងការសម្រេចចិត្តបានជាភាគច្រើនជ្រើសរើសយកតែជម្រើសបឋមដែលគេបានដាក់ឲ្យការខ្លាចបាត់បង់និងមនុស្សដែលមិនចូលចិត្តភាពស្មុគស្មាញរញ៉េរញ៉ៃក៏ជាកត្តាធ្វើឲ្យការសម្រេចចិត្តយកជម្រើសទី1នេះផងដែរនៅផ្នែកទី2យើងបាននិយាយពីជម្រើសតាមអំពើចិត្តពីព្រោះអតិថិជនខ្លះមិនអាចរៀបរាប់ពីតម្រូវការរបស់ខ្លួនឲ្យច្បាស់លាស់នោះទេដូចជា Steve Jobs បាននិយាយថាអតិថិជនមិនដឹងថាខ្លួនចង់បានអ្វីនោះទេលុះត្រាតែអ្នកបង្កើតរបស់អ្វីមួយហើយយកមកដាក់មុខគេទើបគាត់លាន់មាត់ថានេះហាក់ជាអ្វីដែលខ្ញុំចង់បាននៅក្នុងកាលៈទេសៈមួយចំនួនដែលមិនអនុញ្ញាតឬក៏មិនស័ក្តិសមនៅក្នុងការកំណត់ជម្រើសបឋមដោយសារកត្តាមួយចំនួនដូចជាប្រពៃណីផ្លូវច្បាប់ជាដើមរួមទាំងការជ្រើសរើសដែលពាក់ព័ន្ធដល់ផលប្រយោជន៍ឬខាតបង់ធំដុំនោះគេណែនាំឲ្យអ្នកប្រើប្រាស់ធ្វើការជ្រើសរើសដោយខ្លួនឯងនិងត្រូវមានទំនួលខុសត្រូវលើជម្រើសរបស់ខ្លួនចុងក្រោយយើងបាននិយាយអំពីដើមទុនក្នុងការសម្រេចចិត្តមួយថ្ងៃយើងធ្វើការសម្រេចចិត្តជាង 30,000 ដងឯណោះនៅចំពោះមុខការសម្រេចចិត្តទាំងនេះអ្នកត្រូវពិចារណាពីធនធានពេលវេលានិងថវិកាដែលអ្នកចំណាយទៅលើការសម្រេចចិត្តនីមួយៗបើសិនជាការជំរើសរបស់អ្នកទាមទារឲ្យអ្នកចំណាយថាមពលធនធានច្រើនពេកនោះអ្នកនឹងជ្រើសរើសយកជម្រើសបឋមដែលគេបានដាក់ឲ្យជ្រើសរើសដោយសារតែអ្នកជឿអ្នកជំនាញឬអ្នកលក់ក្នុងនាមជាអ្នកលក់វិញការដែលផ្ដល់ជម្រើសស្រដៀងគ្នាច្រើនពេកទៅដល់អ្នកទិញបែរជាអាចធ្វើឲ្យគេបោះបង់ការសម្រេចចិត្តចោលទៅវិញទេចុងក្រោយអ្នកនៅតែត្រូវពិចារណាពីលទ្ធផលនៃការជ្រើសរើសរបស់ខ្លួនត្រូវគិតថាជម្រើសមួយនេះខុសឬត្រូវស័ក្តិសមនឹងខ្លួនឯងឬអត់ចំណុចមួយទៀតដែលអ្នកត្រូវពិចារណាមុនពេលជ្រើសរើសជម្រើសដែលគេដាក់ឲ្យត្រូវដឹងថាតើវាបានជាឥទ្ធិពលដល់ការរីកចម្រើនរបស់អ្នកដែរឬទេតើវាបានធ្វើឲ្យយើងបាត់បង់ឱកាសក្នុងការអភិវឌ្ឍខ្លួនដែរឬទេ
ចាប់ផ្ដើមចាញ់ពីការសាកល្បងធ្វើដំណើរទៅកន្លែងណាមួយដោយមិនចាំបាច់ប្រើ Google Map ទៅមើលបើអ្នកនៅតែអាចទៅដល់ទីតាំងដែលអ្នកចង់ទៅដល់បានដោយរលូននិងចំណាយពេលវេលានោះបញ្ជាក់ថាអ្នកមិនពឹងទៅលើជំរើសបឋមដោយគេដាក់ឲ្យមួយមុខនោះឡើយនៅក្នុងការរស់នៅប្រចាំថ្ងៃយើងត្រូវប្រឈមនឹងការជ្រើសរើសដ៏ច្រើនហើយគេតែងតែណែនាំនៅជំរើសបឋមមួយឲ្យអ្នកជ្រើសរើសតើនេះគឺជារឿងល្អឬអាក្រក់អ្នកនិពន្ធយល់ថានេះគឺជាការសន្សំពេលវេលានិងធម៌ពលដ៏អស្ចារ្យមួយពីព្រោះបើសិនជាយើងជាអ្នកត្រូវប្រឈមនឹងការសម្រេចចិត្តដ៏ច្រើនបែបនេះជារៀងរាល់ថ្ងៃហើយនៅតែទ្រាំត្រែងមិនដឹងថាត្រូវជ្រើសរើសមួយណាវាធ្វើឲ្យអ្នកខាត់បង់ពេលវេលាជាច្រើនទៅធ្វើរឿងដែលសំខាន់ក្នុងជីវិតអ្នក